សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍និងផលប៉ះពាល់នៃស្លឹកខ្ទឹមក្នុងមួយថ្ងៃគួរញ៉ាំប៉ុន្មានស្លឹកខ្ទឹមជាបន្លែផ្សំដែលផ្ដល់រសជាតិឈ្ងុយឆ្ងាញ់និងមានសារធាតុចិញ្ចឹមខ្ពស់ប៉ុន្តែការទទួលទានវាត្រូវការតុល្យភាពត្រឹមត្រូវដើម្បីទទួលបានផលល្អចំពោះសុខភាពអត្ថប្រយោជន៍នៃស្លឹកខ្ទឹមពង្រឹងប្រព័ន្ធការពាររាងកាយសម្បូរទៅដោយវីតាមីន C និង A ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារការឆ្លងជំងឺផ្សេងៗនិងជំនួយភ្នែកជួយដល់ការរំលាយអាហារមានជាតិសរសៃ Fiber ខ្ពស់ដែលសម្រួលដល់ពោះវៀនការពារការទល់លាមកនិងជួយឲ្យប្រព័ន្ធរំលាយអាហារដើរស្រួលកាត់បន្ថយការរលាកនិងគ្រោះថ្នាក់ជំងឺបេះដូងមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាអាលីស៊ីននិងកែមហ្វរ៉ុលដែលជួយបញ្ចុះសម្ពាធឈាមកាត់បន្ថយកូលេស្តេរ៉ុលនិងកាត់បន្ថយការរលាកក្នុងរាងកាយគ្រប់គ្រងកម្រិតស្ករក្នុងឈាមជួយតម្រូវកម្រិតខ្លុយកូសក្នុងឈាមដែលល្អសម្រាប់អ្នកមានបញ្ហាជាតិស្ករឬជំងឺទឹកនោមផ្អែមផលប៉ះពាល់ប្រសិនបើញ៉ាំច្រើនជ្រុលបញ្ហាក្រពះពោះវៀនញ៉ាំច្រើនពេកអាចបណ្ដាលឲ្យឈឺក្រពះភើជូរឆ្អល់ពោះឬរាគរូសដោយសារសមាសធាតុស្ពាន់ធម៌នៅក្នុងនោះប៉ះពាល់ដល់ការកកឈាមស្លឹកខ្ទឹមមានជាតិវីតាមីន K ខ្ពស់ដែលអាចរំខានដល់ប្រសិទ្ធភាពនៃថ្នាំពង្រាវឈាមដូចជា Favarin ធំក្លិនមាត់និងក្លិនខ្លួនសារធាតុស្ពាន់ធម៌ធ្វើឲ្យមានក្លិនមាត់ឬក្លិនខ្លួនប្លែកប្រសិនបើហូបក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃប្រតិកម្មអាឡែហ្ស៊ីមនុស្សមួយចំនួនអាចមានអាឡែហ្ស៊ីធ្វើឲ្យរមាស់ឬចេញកន្ទួលលើស្បែកបរិមាណដែលញ៉ាំក្នុងមួយថ្ងៃកម្រិតសមស្របប្រហែល20ទៅ30ក្រាមក្នុងមួយថ្ងៃប្រហែល2ទៅ3ដើមឬ1ទៅ2ស្លាបព្រាបាយនៅពេលហាន់រួចបរិមាណប៉ុណ្ណេះគឺគ្រប់គ្រាន់ក្នុងការទទួលទានសារធាតុចិញ្ចឹមដោយមិនបង្កផលរំខានដល់ប្រព័ន្ធរំលាយអាហារឡើយ។